អានឹងគេហៅឥទ្ធិពលនៃវប្បធម៌ការងារដែលយើងតែនិយាយថាវប្បធម៌ការងារហូបយុទ្ធសាស្ត្រសម្រាប់ជាអាហារពេលព្រឹកអញ្ចឹងទោះបីយើងមានយុទ្ធសាស្ត្រធំប៉ុណ្ណាក៏ដោយយុទ្ធសាស្ត្រយើងខំសរសេរយើងជួអ្នកជំនាញមកសរសេរយុទ្ធសាស្ត្រអាជីវកម្មមកយើងប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនបើវប្បធម៌របស់យើងអត់ល្អទេប្រកបណាស់គឺយុទ្ធសាស្ត្រហ្នឹងស្មើនឹងអត់បានការដូច្នេះសរុបមកអ្វីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺចំណុច3នៃដែលជាមូលដ្ឋានគ្រឹះរបស់ស្ថាប័នមួយឬអាជីវកម្មមួយដែលជួនកាលយើងមើលអត់ឃើញទេប៉ុន្តែវាអាចធ្វើអាជីវកម្មនឹងរីកចម្រើនឬរុងរឿងទៅបានដែលវាស្ថិតនៅលើក្នុងដីបើដើមឈើឬនៃអាជីវកម្មហ្នឹងជួនកាលយើងឃើញថាអាជីវកម្មមួយមានផ្លែល្អមានមែកលូតលាស់ល្អដើមឈើវាត្រឈឹងត្រឈៃល្អប៉ុន្តែយើងអត់ដឹងថាឫសវាមាំប៉ុណ្ណាហើយយើងចេះចង់ copy ប៉ុន្តែយើងអត់ដឹងថាឫសប៉ុណ្ណាហើយអាឫស3ហ្នឹងគឺមាន3ហ្នឹងចក្ខុវិស័យរបស់អាជីវកម្មបេសកកម្មរបស់អាជីវកម្មក៏ដូចជាគុណតម្លៃឬវប្បធម៌ការងារអាជីវកម្មអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះមេរៀនមួយនេះនឹងជួយទៅដល់បងប្អូនទាំងអស់គ្នាឲ្យយល់ច្បាស់ថាតើអ្វីទៅជាមូលដ្ឋានគ្រឹះទាំង3ឬក៏ឬកែវឬទាំង3ឬគ្រឹះទាំង3របស់អាជីវកម្មដែលបងប្អូនចាប់ផ្ដើមទៅគិតពីអាជីវកម្មរបស់បងប្អូនឡើងវិញ